នាថ្ងៃទី2ខែមីនាឆ្នាំ2026នៅទីស្តីការក្រសួងឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោក G. Phailin អគ្គនាយកក្រុមហ៊ុន Khmer Family Business Management ឯកនិងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារតាមរយៈកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាពនិងសុខភាពការងារ OSH ដល់កម្មករនិយោជិតតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបង្កើតជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជំរុញការបណ្ដុះបណ្ដាលការយល់ដឹងពីសុវត្ថិភាពនិងសុខភាពការងារ OSH ឲ្យមានលក្ខណៈជាប្រព័ន្ធនិងស្តង់ដារតាមរយៈគម្រោងនេះដែរក្រុមហ៊ុននិងដៃគូសហការនឹងប្រើប្រាស់សក្តានុពលនិងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនដើម្បីផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជានាឱកាសនោះលោក G. Phailin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងដែលបានគាំទ្រនិងផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការរួមចំណែកផ្ដល់សេវាសាធារណៈនៅកម្ពុជាលោកបានលើកឡើងថាការផ្ដល់ការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់ចំណេះដឹង OSH និងការធានាឲ្យសហគ្រាសទទួលបានលទ្ធផលតាមការរំពឹងទុកគឺជាគោលបំណងចម្បងរបស់ក្រុមហ៊ុនលោកអគ្គនាយក Xi បានបដិញ្ញាចិត្តបង្កើនប្រព័ន្ធស្តង់ដារគ្រប់គ្រងការធានាសុវត្ថិភាពសម្រាប់កម្មករនិយោជិតទៅតាមលក្ខណៈបច្ចេកទេសនិងវិទ្យាសាស្ត្រកម្រិតខ្ពស់ដើម្បីធានាថាគម្រោងនេះសម្រេចបានលទ្ធផលជាអតិបរមាសម្រាប់អត្ថប្រយោជន៍ដល់កម្មករនិយោជិតនិងសហគ្រាសឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាសុវត្ថិភាពនិងសុខភាពការងារគឺជាអាទិភាពមួយយ៉ាងសំខាន់នៅកន្លែងធ្វើការដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងដៃគូពាក់ព័ន្ធបាននឹងកំពុងធ្វើឲ្យប្រសើរឡើងនៅផ្នែក OSH នេះដែលគ្រប់គ្នាត្រូវតែយល់ដឹងអំពី OSH ដើម្បីជៀសវាងនៅហានិភ័យណាមួយនៅកន្លែងធ្វើការឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ក្រុមហ៊ុនបើកដំណើរការបណ្ដុះបណ្ដាលឲ្យបានឆាប់រហ័សដោយឯកឧត្តមសង្ឃឹមថាការចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុននឹងជួយសម្រួលដល់ការរៀបចំមេរៀននិងវគ្គបណ្ដុះបណ្ដាលឲ្យមានប្រសិទ្ធភាពឆ្លើយតបនឹងកំណើនរោងចក្រនិងសហគ្រាសនៅកម្ពុជាសូមបញ្ជាក់ជូនថាក្រុមហ៊ុន Khmer Family Business Management ដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Quan Hong Enterprise Management Qingdao Co Ltd នៅប្រទេសចិននិងក្រុមហ៊ុន LX Group នៅកម្ពុជាបានបដិញ្ញាចិត្តរួមគ្នាប្រមូលផ្ដុំធនធានចិននិងកម្ពុជាដើម្បីសម្រេចឲ្យបាននូវការបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង OSH ការចុះត្រួតពិនិត្យសុវត្ថិភាពសហគ្រាសការលើកកម្ពស់ស្តង់ដារបទបញ្ញត្តិ OSH និងគំនិតផ្ដួចផ្ដើមកិច្ចសហការពាក់ព័ន្ធ